ក្តៅតាន់ហេតុការណ៍កម្ពុជាបានបញ្ជូនជនជាតិកូរ៉េ64នាក់ត្រឡប់ទៅប្រទេសដើមវិញហើយពីព្រោះជនទាំងអស់នោះបានឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដូច្នេះហើយរដ្ឋាភិបាលកម្ពុជាបានបញ្ជូនពួកគាត់តាំងពីយប់ថ្ងៃអាទិត្យហើយនៅក្នុងចំណោម64នាក់ហ្នឹងគឺមានស្រី5នាក់មានចាស់មានក្មេងហេតុអីក៏ពិភពលោកនេះកលាប់ចាក់យ៉ាងនេះប៉ុន្មានថ្ងៃនេះល្បីឮរឿងចម្រិតនឹងខ្លាំងមែនទែនជាពិសេសក្មេងៗកូនចៅអីនឹងកុំសូវជឿគេពេកកុំទុកចិត្តអ្នកណាក្រៅពីខ្លួនឯងកុំមានកំណត់អាបោកប្រាស់គេនឹងវាអត់ល្អទេឲ្យជឿអ្នកដតីសាសនាក៏ដោយមកនិយាយថាអូទៅឡៃនេះបានសុកទៅឡៃនោះបានលុយកុំទៅកុំធ្វើតាមគេកុំឲ្យមានគ្រោះថ្នាក់ហើយបើថាយើងទៅណាក៏ដោយយើងត្រូវប្រាប់ម៉ែឪបងប្អូនឲ្យដឹងកាលណាបាត់ដំណឹងទៅអ្នកផ្ទះភ័យព្រួយណាស់ដូច្នេះហើយកុំចាញ់បោកគេ